ជំរាបពរញាតិញោមពុទ្ធបរិស័ទថ្ងៃនេះបានញោមបាសិកាហុលនារីអញ្ជើញមកពីខាងខេត្តតាបារួមជាមួយនឹងក្រុមញាតិពធបានមកធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តសន្តិមារាមហើយវត្តឧច្រាពរកាលណាដែលបានមកដល់ភ្លាមហើយទៅក៏ចាត់ចែងកម្លាំងគ្នាជំរាបពរជាពិសេសគឺបាសិកាហុលនារីចាត់ចែងដួសសឡដួសម្ហូបក្នុងនោះក៏មានក្រុមការងារមួយទៀតគឺចាត់ចែងនៅភេសជ្ជៈសម្រាប់ប្រគេនព្រះសង្ឃផងដែរហើយមានអ្នកលើកនេះក្រុមញាតិញោមពុទ្ធបរិស័ទពងចិត្តនៅផ្លែស្វាយចំបានពផ្លែស្វាយដែលអញ្ជើញដែលយកមកពីផ្ទះហ្នឹងគឺចែចិត្តសម្រាប់ប្រគេនព្រះសង្ឃហើយនេះក៏ព្រះសង្ឃព្រះអង្គកំពុងនិមន្តមកចំបានពនិមន្តមកដើម្បីឡើងទៅសាលាឆាន់ដើម្បីឆាន់ចំបានពហើយទីទៀតហ្នឹងញាតិញោមពុទ្ធបរិស័ទបានប្រគេនព្រះសង្ឃនេះហើយបានប្រគេនភេសជ្ជៈប្រគេនបច្ច័យដល់ព្រះសង្ឃទាំងអស់អង្គទាំង80អង្គចម្រើនពូឲ្យឃើញថាសាមណេរតូចណាព្រះអង្គពិតជាសប្បាយរីករាយដែលបានទទួលបច្ច័យដែលនិយមប្រគេនចម្រើនពូហើយក៏ក្នុងនោះក៏មានឃើញទឹកចិត្តរបស់ពុទ្ធបរិស័ទយើងដែលអញ្ជើញមកប្រគេនចង្ហាន់នេះឃើញថាត្រេកអររីករាយសប្បាយណាស់ចម្រើនពូសប្បាយដែលបានជួបសាមណេរតូចចម្រើនពូតូចមានបជនចាប់ពី4ឆ្នាំឡើងទៅពូហើយញោមប្រុសនៅកំពុងប្រគេនបច្ច័យបវរណាបច្ច័យប្រសង់តែប៉ុណ្ណេះហើយញោមអើយបានហើយតែប៉ុណ្ណេះហ្នឹងគឺដែលបានបច្ច័យទិញស្ករក្របទិញអីឆាន់ទៅដែរចម្រើនពូនោះហើយពេលដែលញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកដល់ខ្ញុំកណាត់មកពីក្នុងនាមប្រសង់ក៏ដូចក្នុងនាមចាតកាសប្បាយចិត្តដែរញោមសប្បាយចិត្តដែរញាតិញោមពុទ្ធបរិស័ទបានធ្វើសេចក្តីអនុគ្រោះចំពោះប្រសង់ជាពិសេសគឺបានប្រគេនចង្ហាន់ប្រសង់ពទាំងអស់អង្គនឹងឃើញថាថ្ងៃនេះបានរួចមកគ្រាចម្រើនពហើយឃើញនេះញាតិញោមពុទ្ធបរិស័ទឃើញព្រះអង្គបានបច្ច័យលោកសប្បាយចិត្តណាស់ញោមអើយបច្ច័យបានសប្បាយចិត្តណាស់ហើយក៏សូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងដែលបានតាមដាននៅវីដេអូនេះគឺដែលប្រសង់ទាំងអស់មកពីខេត្តព្រះវិហារខេត្តបៃលិនបាត់ដំបងនិងសៀមរាបចម្រើនពរនេះញាតិញោមពុទ្ធបរិស័ទកំពុងប្រគេនចង្ហាន់ប្រសង់ចម្រើនពរសប្បាយចិត្តណាស់ញោមបាទពិសេសគឺបាសិកាហុលនារីដែលជាប្រធានក៏បានដឹកនាំក្រុមញាតិហ្នឹងគឺថាគាត់សប្បាយចិត្តដែរដែលបានប្រគេនចង្ហាន់ដល់ព្រះសង្ឃហើយតាមដឹងនេះបាសិកាហុលនារីនេះបានដឹកនាំក្រុមញាតិច្រើនក្នុងមួយខែនេះច្រើនវត្តដែរញោមខាងបាត់ដំបងនោះគឺមានច្រើនវត្តណាស់បើតាមដឹងពររហូតដល់មកដល់ខេត្តបៃលិនទៀតផងដែរចម្រើនពរនេះខ្ញុំពុទ្ធបាសកំពុងប្រគេនចង្ហាន់ដល់ព្រះសង្ឃចម្រើនពរហើយក៏សូមញាតិញោមពុទ្ធបរិស័ទតាមដាននៅវីដេអូពីសកម្មភាពរបស់ញាតិញោមពុទ្ធបរិស័ទដូចតទៅសូមអនុមោទនា